វីដេអូជនជាតិនីសេរីយ៉ា4នាក់ដែលគាត់បានធ្វើដំណើរតាមកប៉ាល់ដឹកទំនិញមួយគ្រឿងចម្ងាយ5000គីឡូអ្នកទាំងអស់គ្នាពួកគាត់ធ្វើដំណើរដោយអង្គុយទៅលើអាស្លាបកប៉ាល់ខាងក្រោយសម្រាប់កាច់ចកូតហ្នឹងណាគាត់ធ្វើដំណើរតាមនឹងមករយៈពេល15ថ្ងៃឬក៏កន្លះខែណាសម្រាប់ស្បៀងសម្រាប់អីគឺគាត់ត្រៀមមកបានតែ10ថ្ងៃទេអញ្ចឹងសម្រាប់5ថ្ងៃចុងក្រោយហ្នឹងគឺគាត់អត់បានញ៉ាំអីទេពួកគាត់ធ្វើដំណើរហ្នឹងគឺគោលដៅចេញពីប្រទេសនីសេរីយ៉ាដើម្បីទៅកាន់ប្រទេសអឺរ៉ុបពួកគាត់គិតថាកប៉ាល់ហ្នឹងគឺដឹកទំនិញចេញពីប្រទេសនីសេរីយ៉ាទៅអឺរ៉ុបចឹងណាតាមផ្លូវសួរពួកគាត់ថាមានការភ័យខ្លាចអត់គាត់ថាភ័យខ្លាចធម្មតាព្រោះពួកគាត់ឃើញមានត្រីឆ្លាមត្រីអីហែលកាត់ចឹងណាអញ្ចឹងបើនិយាយពីការដេកអីវិញអ្នកទាំងគ្នាដឹងស្រាប់ហើយអាកតុយកប៉ាល់រឿងទូចមួយចំណិតចឹងអាហ្នឹងបើនិយាយរឿងដេកវិញគឺគាត់ដេកអត់លក់ទេហើយពួកគាត់យកអាកៅអៅនឹងតគ្នាទៅដើម្បីចងខ្លួនភ្ជាប់ទៅនឹងអាដែកនៃជាប់នឹងកប៉ាល់ហ្នឹងណាអាហ្នឹងទី1ទី2ហ្នឹងគឺថ្លង់ម៉ាស៊ីនប្រវាដេកមែនតើចឹងនៅទី3ហ្នឹងគឺកន្លែងដេកហ្នឹងវាទូចង្អៀតណាអ្នកទាំងគ្នាតែអ្វីដែលគាត់ខកបំណងខ្លាំងហ្នឹងពេលដែលមានប៉ូលីសល្បាតគេបាននិយាយថាអ្នកឯងកំពុងនៅប្រទេសប្រេស៊ីលអីចឹងណាអញ្ចឹងពួកគាត់មានការខកបំណងយ៉ាងខ្លាំងព្រោះគាត់សម័យថាគាត់នឹងបានទៅផ្លាស់ប្ដូរជីវភាពផ្លាស់ប្ដូរជីវិតខ្លួនគាត់នៅប្រទេសអឺរ៉ុបចឹងណាតែជាក់ស្ដែងគាត់បានមកកាន់ប្រទេសប្រេស៊ីលទៅវិញដល់អញ្ចឹងទៅពួកគាត់បានស្នើសុំទៅប៉ូលីសប្រេស៊ីលហ្នឹងសូមឲ្យបញ្ជូនពួកគាត់ទៅប្រទេសដើមកំណើតគាត់វិញអញ្ចឹងចឹងក្រោយចង់ទៅកន្លែងដែលផ្លាស់ប្ដូរជីវិតខ្លួនឯងដើម្បីមានបានអីចឹងទៅមិនបានទៅហើយចឹងក្រោយប្រវា15ថ្ងៃហើយក៏បកមកប្រទេសខ្លួនឯងវិញអញ្ចឹងមានន័យថាសោយខ្លាំងហើយយកជីវិតទៅបថុយប្រឋានទៀតបើសិនជាអ្នកទាំងអស់គ្នាទៅអ្នកទាំងគ្នាបថុយប្រឋានអញ្ចឹងអត់ complete comment នៅខាងក្រោម